ខ្ញុំនៅរៀនគ្រូបានដាក់តែងសេចក្តីរៀបរាប់ពីអន្តន័យដំឡៃពីពុកនិងម៉ែទឹកភ្នែកខ្ញុំហូរខួរក្បាលក៏ដូចតូទេខំកាន់ដឹកសរសេរប៉ុន្តែបានប៉ុនទុំពីទឹកភ្នែកហូរស្រង់តក់តង់នៅលើសៀវភៅឲ្យខ្ញុំរៀបរាប់ដេញទៅបើខ្លួនគ្មានពុកដូចគេសំបងអិនបាធំឡើងកាលណាឃើញតែអ្នកម៉ែម្នាក់គត់នៅក្បែរមើលថែខ្ញុំគ្រប់ពេលវេលាលើលោកនេះពុកខ្ញុំមិនដូចពុកគេទេកាលពុកគាត់សំបែកម៉ែយំសំពែនដល់ដីពុកមានស្រីផ្សេងម៉ែយំស្ទើរតែលេចលោកីកាលនោះខ្ញុំនៅក្មេងខ្ចីមិនតន់ដឹងអីត្រឹមយំតាមម៉ែនេះជារឿងពិតជីវិតរបស់មនុស្សម្នាក់ព្រោះតែខ្លាចប្រឡងធ្លាក់ទើបទៅលួចមើលពុកគេពីតូចដល់ធំពុកខ្ញុំមិនដែលមើលថែក៏ខ្ញុំអាចសរសេរថាពុកខ្ញុំសែនមានគុណណាស់ខ្ញុំមិនដូចពុកគេទេកាលពុកគាត់សំបែកម៉ែយំសំពែនដល់ដីពុកមានស្រីផ្សេងម៉ែយំស្ទើរតែលេចលោកីកាលនោះខ្ញុំនៅក្មេងខ្ចីមិនតន់ដឹងអីត្រឹមយំតាមម៉ែនេះជារឿងពិតជីវិតរបស់មនុស្សម្នាក់ព្រោះតែខ្លាចប្រឡងធ្លាក់ទើបទៅលួចមើលពុកគេពីតូចដល់ធំពុកខ្ញុំមិនដែលមើលថែក៏ខ្ញុំអាចសរសេរថាពុកខ្ញុំសែនមានគុណណាស់ពីតូចដល់ធំពុកខ្ញុំមិនដែលមើលថែក៏ខ្ញុំអាចសរសេរថាពុកខ្ញុំសែនមានគុណណាស់ខ្ញុំមិនដូចពុកគេទេកាលពុកគាត់សំបែកម៉ែយំសំពែនដល់ដីពុកមានស្រីផ្សេងពុក
ពុកចង់ទៅណាទៀតanh vậy bụng sợ chạy tên đấy bụng lên bắt câu lên sợ chạy đời tôi lọc cái yêu bên em bụng nè bụng cầm tôi bụng cái lại thấy bàn đấy bụng khóc luôn nè thế bụng con trong bẹp ta con sẽ đánh bụng con trong rồi với bụng với mẹ nè bụng nè tập đeo dân mình nè bụng bụng nè bụng nè giờ tập đeo dân mình bụng nè giờ chụp khổ xa dân mình bụng con nuôi được miếng bụng cha cho nam màខ្ញុំមិនដូចពុកទេកោតគាត់សុំបែកមកម៉ែយំសុំទាំងដល់ដីពុំមានស្រីផ្សេងម៉ែតែមិនលោកគេកាលនោះខ្ញុំមកលេងខ្ចីមិនតន់ដឹងអីត្រឹមយំតាមមកនេះជារឿងពិតជីវិតរបស់មនុស្សម្នាក់ព្រោះតែខ្លាចប្រឡងធ្លាក់ទើបទៅលួចមើលពុកគេពីតូចដល់ធំពុកខ្ញុំមិនដែលមើលថាក៏ខ្ញុំអាចសរសេរថាពុកខ្ញុំសែនមានគុណណាស់ពីតូចដល់ធំពុកខ្ញុំមិនដែលមើលថែក៏ខ្ញុំអាចសរសេរថាពុកខ្ញុំសែនមានគុណណាស់បានលេខខ្ញុំពីណាលេខសេកមានសំចៃលំស្ទើបែកមេដៃហើយខ្ញុំមិនខ្ចីរីផ្លាយខ្ញុំចង់ប្រាប់នឹងថាបើចង់មកលេបខាយសួរចិនសង្សារខ្ញុំសិនទៅចាំ
ក្បន់ចិត្ត